ជីវិតគឺជាដំណើរឆ្ពោះទៅមុខជីវិតគឺជារបស់យើងដំណើរការនៃជីវិតក៏ជាកម្មសិទ្ធិរបស់យើងដែរយើងគួរតែបើកចិត្តទទួលយកគ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងជីវិតទោះបីជាល្អឬអាក្រក់យ៉ាងណាក៏ដោយវាសុទ្ធតែជាផ្នែកមួយនៃដំណើរការរីកចម្រើនរបស់យើងប៉ុណ្ណោះយើងត្រូវតែយកបទពិសោធន៍នៃកំហុសនោះមកអភិវឌ្ឍខ្លួនហើយកុំខ្លាចខុសបើវាពិតជាថ្មីសម្រាប់យើងមែនធ្វើវាទៅតែកុំធ្វេសប្រហែសម្យ៉ាងទៀតយើងត្រូវផ្ដោតលើការរស់នៅក្នុងបច្ចុប្បន្នហើយត្រូវរៀនសូត្រពីកំហុសដែលខ្លួនធ្លាប់ធ្វើនិងបន្តធ្វើរឿងថ្មីដែលល្អសម្រាប់ជីវិតកុំខ្លាចឧបសគ្គហើយបន្តបោះជំហានទៅមុខជានិច្ចឧបសគ្គគ្រាន់តែជាវិញ្ញាណតាមលងបន្លាចយើងប៉ុណ្ណោះយើងប្រឹងជំនះវាទៅគ្រាន់តែយើងដឹងថាគោលដៅពិតប្រាកដរបស់ជីវិតមិនមែនជាទីបញ្ចប់នោះទេប៉ុន្តែគឺជាអ្វីដែលយើងคล้ายទៅជាមនុស្សម្នាក់ហើយមនុស្សម្នាក់នោះគឺជាយើងនឹងស្ថិតនៅក្នុងពេលវេលានៃការធ្វើដំណើរមួយពិតប្រាកដប៉ុណ្ណោះសូមអរគុណ